សង្ខេបរឿងដូចចូលយ៉តនៅដែនកំពង់ស្វាយមានបរិសម្នាក់ឈ្មោះយ៉តមាននាមជាដូចចូលយ៉តហើយមានប្រពន្ធម្នាក់ឈ្មោះស្រែនដែលមានងារជាជំទាវអ្នកទាំងពីរមានកូនសិស្សម្នាក់ឈ្មោះយ៉តឲ្យឈ្មោះទៅដូចចូលយ៉តហ្នឹងណាហើយអ្នកទាំងពីរស្រឡាញ់រាប់អានដូចចូលយ៉តជាពន់ពេកតែយើងពីសាច់សម្រែវិញគឺបានតាំងខ្លួនឯងជាសាច់សម្រែរាជាធិរាជដែលបានកសាងបន្ទាយនគរនៅខេត្តកំពង់ឆ្នាំងណាសម្រាប់ជាទីដាក់ទ័ពហើយសាច់សម្រែនេះគឺជាក្រុមបះបោរប្រឆាំងជាមួយនឹងស្ដេចព្រះជ័យជេស្តាដើម្បីគ្រប់គ្រងអំណាចផែនដីហើយចូលយ៉តជាមួយនឹងចូលមាសគឺជាកងទ័ពរបស់ព្រះមហាក្សត្រដែលមានគោលបំណងទៅបង្ក្រាបឬក៏ធ្វើការប្រយុទ្ធប្រឆាំងគ្នាជាមួយនឹងស្ដេចសម្រែនេះឯងហើយបន្ទាប់មកគឺអត់ទទួលបានជ័យជំនះសោះធ្វើឲ្យជំទាវស្រែនគាត់ប្រើល្បិចតាក់ទាញដោយប្រើសម្រាប់របស់គាត់ហ្នឹងទៅតាក់ទាញចិត្តរបស់ស្ដេចសម្រែនឹងដោយប្រើល្បិចបញ្ឆោតឲ្យធ្លាក់ក្នុងអន្លង់ស្នេហ៍ហើយបញ្ច្រកស្រារហូតដល់ស្រវឹងបាត់បង់ស្មារតីដោយសារតែជំទាវស្រែនប្រើល្បិចនេះហើយទៅដូចចូលយ៉តជាមួយដូចចូលមាសអាចទទួលបានជ័យជំនះពីស្ដេចសម្រែហើយបាននាំស្ដេចសម្រែទៅថ្វាយព្រះចៅជេស្តាឲ្យកាត់ទោសតាមច្បាប់របស់ច្បាប់នគរបន្ទាប់ពីទទួលបានជ័យជំនះលើស្ដេចសម្រែហើយដូចចូលមាសក៏បានស្លាប់ទៅហើយព្រះមហាក្សត្រក៏លើកដូចចូលយ៉តឲ្យធ្វើការងារបន្តពីដូចចូលមាសដើម្បីបំពេញតួនាទីជាកងទ័ពជំនួសបន្ទាប់មកដូចចូលយ៉តគឺមានបេសកកម្មត្រូវទៅបង្ក្រាបឆ្លើយសឹកបះបោរនៅខេត្តកំពង់ខេត្តពោធិ៍សាត់អញ្ចឹងនៅពេលដែលទៅធ្វើសង្គ្រាមជាមួយនឹងពួកដែលបះបោរនៅពោធិ៍សាត់ហ្នឹងគឺអត់ទទួលបានជោគជ័យសោះដោយឆ្លងតាមបទពិសោធន៍ពីក្រឡាហោមជាមួយនឹងអង្គញាចក្រីគឺដូចចូលយ៉តហ្នឹងសង្ស័យថាមានសត្រូវខាងក្រោយខ្នងណាបានជាអត់ទទួលបានជ័យជំនះសោះអញ្ចឹងក៏បានប្រើល្បិចឲ្យកែនតបនៅបន្ទាយលង្វែកកំពង់ស្វាយហើយនឹងនិមឺនចៃចុករៈដែលជាប្អូនថ្លៃព្រះមហាក្សត្រផងឲ្យអូសឫស្សីបញ្ច្រាស់ចុងបើសិនជាមានអ្នកណាប្រឆាំងគឺនឹងត្រូវសម្លាប់ចោលប៉ុន្តែចៃចុករៈហ្នឹងគឺអត់ធ្វើតាមការបញ្ជារបស់ចូលយ៉តទេគឺផ្ទុយពីអ្វីដែលចូលយ៉តប្រាប់ឲ្យធ្វើវិញដោយសំអាងថាខ្លួនហ្នឹងគឺជាប្អូនស្រីរបស់ព្រះមហាក្សត្រស្ដេចអញ្ចឹងណាអញ្ចឹងក្រោយពីទទួលដំណឹងថាប្អូនប្រុសរបស់ខ្លួនត្រូវបានស្លាប់អ្នកនាងណូហ្នឹងក៏ទៅទូប៉ិតប្រាប់ស្ដេចដើម្បីឲ្យស្ដេចហ្នឹងចាប់ដូចចូលយ៉តយកមកសម្លាប់ចោលប៉ុន្តែដូចចូលយ៉តហ្នឹងបានយកលេសមិនទាន់បកគលខ្លួនមកទេដោយសារតែជាប់ធ្វើសង្គ្រាមជាមួយនឹងសត្រូវចាំពេលចប់សង្គ្រាមដូចចូលយ៉តហ្នឹងនឹងមកបកគលខ្លួនដោយខ្លួនឯងដោយសារតែអ្នកនាងនូហ្នឹងអត់សុខចិត្តព្យាយាមទៅទទូចឲ្យស្ដេចហ្នឹងចាប់ដូចចូលយ៉តមកជាដាច់ខាតអញ្ចឹងក៏ដូចចូលយ៉តបានមកតាមបញ្ជារបស់ស្ដេចពេលដែលមកដល់ជួបហើយក៏ប្រកែកគ្នាឈុំឆាំងអញ្ចឹងទៅដោយចូលយ៉តហ្នឹងបានចោទថាអ្នកនាងនូហ្នឹងគឺជាខ្មាំងនៅពីក្រោយដោយសារតែអ្នកនាងហ្នឹងរំខានដល់ការធ្វើសង្គ្រាមបើកឱកាសឲ្យសត្រូវវាយលុកហើយទទួលសំណូកដើម្បីការពារនិពួកនិមឺនចៃចុករៈដែលអត់ធ្វើតាមការកំណែនទៅអូរស័យវិស្វចុងណាដែលទង្វើបែបនេះធ្វើឲ្យបាក់នៅស្មារតីហើយដូចចូលយ៉តហ្នឹងក៏បានគប់កោតដាវសម្រាប់អ្នកនាងនូនៅពេលនោះទៅអញ្ចឹងក្រោយពីធ្វើបែបហ្នឹងហើយដូចចូលយ៉តក៏ប្រកាសខ្លួនថានឹងទៅធ្វើសង្គ្រាមបន្តហើយនៅពេលដែលចប់សង្គ្រាមទូបានជោគជ័យហើយនឹងមកប្រគល់ខ្លួនឲ្យស្ដេចដោយខ្លួនឯងមិនចាំបាច់ស្ដេចហ្នឹងទៅចាប់គាត់ទេបន្ទាប់ពីដូចចូលយ៉តទៅធ្វើសង្គ្រាមឈ្នះពួកសៀមហើយដូចចូលយ៉តក៏ឲ្យគេធ្វើឃ្នៀងដើម្បីដាក់ខ្លួនហើយនាំខ្លួនហ្នឹងទៅថ្វាយព្រះមហាក្សត្រទទួលទោសដែលខ្លួនហ្នឹងបានសម្លាប់អ្នកនាងនូប៉ុន្តែស្ដេចបានបដិសេធមិនឲ្យចូលជួបហើយបានឲ្យគេដោះលែងដូចចូលយ៉តគ្រានោះឯងហើយបន្ទាប់មកឲ្យដូចចូលយ៉តហ្នឹងទៅធ្វើការងារនៅខេត្តកំពង់ស្វាយដូចចូលយ៉តមានចិត្តលួចស្រឡាញ់ជំទាវស្រែនប៉ុន្តែជំទាវស្រែនហ្នឹងគាត់មានផ្នែកកំណត់ថាដូចចូលយ៉តហ្នឹងជាជនជាតិភាគតិចហើយធ្លាប់ជាកូនសិស្សរបស់ប្តីរបស់គាត់ចឹងហើយគាត់អត់យកដូចចូលយ៉តបានទេ
ចឹងចូលយត់ឃើញថាជំទាវស្រែនមានការរើសអើងវណ្ណៈរើសអើងស្នេហារបស់គាត់អញ្ចឹងហើយគាត់ក៏បានប្រើល្បិចដោយយកកម្មចន្ទាផ្ទះដែលជំទាវស្រែនឡើងចុះរាល់ថ្ងៃហ្នឹងទៅឲ្យគេឆ្លាក់ធ្វើជារូបព្រះពុទ្ធបដិមានិងជារូបតេជោមាសដើម្បីឲ្យបន្តមកគេធ្វើពិធីឲ្យគោរពបូជាអញ្ចឹងណាដែលនៅថ្ងៃនោះក៏ជំទាវស្រែនហ្នឹងក៏ទៅគោរពបូជានៅកម្មចន្ទាផ្ទះហ្នឹងដែរហើយតេជោយត់ហ្នឹងក៏បានប្រាប់ទៅជំទាវស្រែនថានេះគឺជាកម្មចន្ទាដែលជំទាវស្រែនហ្នឹងឡើងចុះរាល់ថ្ងៃហើយមកគោរពអញ្ចឹងណាពេលនោះគឺជំទាវស្រែនយល់ពីអត្ថន័យនៃអ្វីដែលតេជោយត់ធ្វើក៏ព្រមព្រៀងមានស្នេហានឹងរៀបការជាមួយនឹងតេជោយត់ហើយរស់នៅជាមួយគ្នាយ៉ាងសុខសាន្តចាប់តាំងពីពេលនោះទៅ